ឥឡូវនេះលោកអ្នកកំពុងស្ដាប់កម្មវិធីសុភមង្គលគ្រួសារក្រោមប្រធានបទកូនល្អពិតដែលខ្ញុំបាទជូននៅចំណេះដឹងដល់លោកអ្នកអំពីកូនល្អពិតចំនួន4ថ្ងៃហើយ4ថ្ងៃបន្ទាប់នឹងជូននៅចំណេះដឹងអំពីឪពុកម្ដាយល្អពិតវិញក្នុង4ថ្ងៃនោះខ្ញុំបាទផ្សាយផ្ទាល់រយៈពេលតែ2ថ្ងៃទេ2ថ្ងៃទៀតគឺជាការចាក់ឡើងវិញដើម្បីលោកអ្នកស្ដាប់ឲ្យបានច្រើនលើកច្រើនសារព្រោះការស្ដាប់នេះបាននៅអានិសង្សច្រើនណាស់ហើយអ្នកប្រាជ្ញអ្នកចេះទាំងឡាយរមែងជាអ្នកដែលបរិបូរដោយការស្ដាប់មិនមែនស្ដាប់តែអ្វីដែលថ្មីប៉ុណ្ណោះទេអ្វីដែលចាស់ក៏ត្រូវស្ដាប់ឲ្យបានច្រើនដោយដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងអំពីផលប្រយោជន៍ឬក៏អានិសង្សបានអំពីការស្ដាប់5យ៉ាងទី1បានស្ដាប់នៅរឿងដែលមិនធ្លាប់បានស្ដាប់ឬក៏បានស្ដាប់នៅចំណេះដឹងដែលខ្លួនមិនទាន់បានចេះមិនទាន់បានយល់ដឹងច្បាស់កន្លងមកអានិសង្សទី2គឺអ្នកស្ដាប់នោះកាន់តែចូលចិត្តស្ដាប់រឿងដែលខ្លួនបានស្ដាប់ឧទាហរណ៍លោកអ្នកកំពុងស្ដាប់អំពីកូនល្អពិតក្តីអំពីឪពុកម្ដាយល្អពិតក្តីកាន់តែស្ដាប់លោកអ្នកកាន់តែចូលចិត្តទី3គឺអ្នកស្ដាប់នោះតែងកំចាត់បងនៅសេចក្តីសង្ស័យក្នុងរឿងដែលខ្លួនមិនយល់ច្បាស់ក្នុងចំណេះដឹងដែលខ្លួនពុំចេះដឹងច្បាស់លាស់ការស្ដាប់ច្រើនធ្វើឲ្យកំចាត់បងនៅការយល់ខុសការសង្ស័យទាំងឡាយបានអានិសង្សទី4អ្នកស្ដាប់រមែងតម្រង់សេចក្តីយល់ឃើញរបស់ខ្លួននោះឲ្យត្រង់តាមរយៈសម្ដែងតាមរយៈការប្រតិបត្តិលោកអ្នកកំពុងស្ដាប់អំពីកូនល្អពិតទាំងលោកអ្នកជាឪពុកម្ដាយទាំងលោកអ្នកនិងបងប្អូនដែលជាកូនការដែលបានស្ដាប់ច្រើនហើយរមែងយល់ឃើញច្បាស់ញ៉ាំងឲ្យការបប្រតិបត្តិខ្លួនជាកូនល្អពិតនោះបានកាន់តែត្រង់ទៅមិនបដិបត្តិវាចកាលណាយល់ដឹងខុសហើយតែងតែបដិបត្តិវាចក្នុងសិក្ខាបទរបស់ខ្លួនជាកូនល្អអានិសង្សទី5បានមកអំពីការស្ដាប់នោះគឺថាអ្នកស្ដាប់តែងតែមានចិត្តជ្រះថ្លាចិត្តអារម្មណ៍របស់អ្នកស្ដាប់នោះគឺស្ងប់ស្ងៀមមុតមាំល្អ